សកលវិទ្យាល័យទួនហ្វាកាលពីថ្ងៃទី16ឧសភាបានរៀបចំកម្មវិធីតម្រង់ទិសអំពីការជ្រើសរើសជំនាញនិងការសិក្សានៅសាកលវិទ្យាល័យដើម្បីជួយឲ្យសិស្សានុសិស្សថ្នាក់ទី12អាចស្វែងយល់ពីចំណង់ចំណូលចិត្តទេពកោសល្យនិងគោលដៅអាជីពផ្ទាល់ខ្លួនងាយស្រួលក្នុងការត្រៀមខ្លួនក្នុងការជ្រើសរើសជំនាញនិងសាកលវិទ្យាល័យដើម្បីសិក្សាឲ្យបានត្រឹមត្រូវនាពេលអនាគតកម្មវិធីចែករំលែកនេះមានការចូលរួមដោយលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យទួនហ្វាដើម្បីផ្ដល់ជាការអប់រំក្នុងការស្វែងរកទិសដៅនាពេលអនាគតសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យសម្ដេចហ៊ុនសែនបូរនីច្បារអំពៅប្រមាណ400នាក់ដោយសិស្សានុសិស្សបានបង្ហាញនូវការសប្បាយរីករាយដែលបានលោកគ្រូអ្នកគ្រូពីសាកលវិទ្យាល័យទួនហ្វាបានមកចែករំលែកផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេកម្មវិធីថ្ងៃនេះយើងបង្កើតឡើងយើងមានជាពីរគោលបំណងធំដែលទី1គឺយើងមកចែករំលែកនៅបទពិសោធន៍ជាមួយនឹងអ្នកជំនាញរបស់សាកលវិទ្យាល័យទួនហ្វាដើម្បីផ្ដល់ជាព័ត៌មានជូនដល់និស្សិតក្នុងការផ្ដល់នៅគតិក៏ដូចជាគំនិតមួយចំនួនឬក៏វិធីសាស្ត្រមួយចំនួនក្នុងការចែករំលែកក្នុងការជ្រើសរើសនៅជំនាញសម្រាប់ថ្នាក់ឧត្តមសិក្សារបស់គាត់បាទពីព្រោះអីយើងឃើញបច្ចុប្បន្ននិស្សិតភាគច្រើនគឺគាត់ជ្រើសរើសជំនាញគឺគាត់ពឹងផ្អែកទៅលើកត្តាទេពកោសល្យកត្តាចូលចិត្តឬក៏តាមគ្នាអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងការរើសជំនាញវាគឺមានកត្តាទេពកោសល្យវាត្រូវការមានអំពីការចូលចិត្តហើយក៏វាមានកត្តាមួយទៀតគឺការសមស្របសម្រាប់គាត់អញ្ចឹងមានន័យថាបើគាត់ជ្រើសរើសជំនាញត្រូវមានទេពកោសល្យហើយសមស្របអញ្ចឹងវាធ្វើឲ្យការជ្រើសរើសជំនាញរបស់គាត់ត្រឹមត្រូវហើយគាត់អត់ប្រឈមនឹងការផ្លាស់ប្ដូរការសិក្សាឬក៏ផ្លាស់ប្ដូរជំនាញនៅពេលដែលគាត់ចូលថ្នាក់ឧត្តមសិក្សាទេហើយទី2គោលបំណងទី2របស់សាកលវិទ្យាល័យទួនហ្វាយើងដោយសារតែទាំងអស់គ្នាប្រហែលជាអាចស្គាល់ហើយថាសាលាទួនហ្វាបានបង្កើតឡើងតាំងពីឆ្នាំ1914មានបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលនៅភាសាចិនក៏ដូចជាចំណេះដឹងទូទៅដល់ប្រជាជនកម្ពុជាយើងជាពិសេសនៅទីក្រុងភ្នំពេញហ្នឹងហើយបច្ចុប្បន្នយើងចង់ផ្ដល់ជាសារជូនទៅដល់សិស្សានុសិស្សទាំងអស់ថាទួនហ្វាបានបង្កើតនៅសាកលវិទ្យាល័យស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាលយុទ្ធសាស្ត្របញ្ចកោណក្នុងការអភិវឌ្ឍធនធានមនុស្សបាទសាកលវិទ្យាល័យទួនហ្វាមានជំនាញជាច្រើនដែលសមស្របនឹងទីផ្សារការងារបច្ចុប្បន្នដែលការបណ្ដុះបណ្ដាលនៅទួនហ្វាយើងបណ្ដុះបណ្ដាលទាំងជំនាញក៏ដូចជាបណ្ដុះបណ្ដាលទាំងភាសាចិនដែលជាកត្តាមួយធ្វើឲ្យនិស្សិតមានឱកាសក្នុងការប្រកួតប្រជែងឬក៏ឱកាសការងារខ្ពស់នៅពេលដែលពួកគាត់បញ្ចប់ការសិក្សាខ្ញុំរៀងស្ទាក់ស្ទើរថាត្រូវរើសជំនាញនៅសាកលណាអញ្ចឹងណាខ្ញុំអត់ទាន់ដឹងដល់ពេលឃើញថាទួនហ្វាគាត់ចោះមកផ្ដល់ជាព័ត៌មានហើយគាត់ណែនាំយើងឃើញពីយាមទៅអារម្មណ៍ហ្នឹងគឺមានអារម្មណ៍មួយថាទួនហ្វាគាត់មានច្រើនតាំងពីកន្លែងស្នាក់នៅកង់ទីនបណ្ណាល័យល្អយាមទៅ environment នៅហ្នឹងឃើញទៅរៀង fresh គួរឲ្យចង់ទៅរៀនហ្មងអញ្ចឹងគិតថាទួនហ្វាអាចជាសកលមួយសម្រាប់ខ្ញុំនៅពេលដែលខ្ញុំចប់បាក់ឌុបទៅខ្ញុំចង់ទៅរៀនហ្នឹងដែរថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយក្នុងការដែលបងបានចុះមកដល់សាលាខ្ញុំផ្ទាល់ហើយពួកគាត់បានមកជួយផ្ដល់នឹងជីកគោលទូរស័ព្ទផ្លូវខ្ញុំបានដឹងថានៅថ្ងៃអនាគតទៅខ្ញុំត្រូវចូលរៀនសាលាណាដើម្បីល្អហើយរើសមុខជំនាញណាដើម្បីឲ្យត្រូវនឹងខ្លួនខ្ញុំអញ្ចឹងណាបងបច្ចុប្បន្នសាកលវិទ្យាល័យទួនហ្វាយើងមាន3មហាវិទ្យាល័យធំដែលនៅក្នុង3មហាវិទ្យាល័យយើងមាន11ជំនាញដែលយើងមានជំនាញដូចជាជំនាញទំនាក់ទំនងភាសាចិនយើងមានជំនាញបកប្រែភាសាចិនហើយជាមួយនឹងជំនាញអប់រំភាសាចិនហើយនៅមានជំនាញមួយទៀតគឺជំនាញគ្រប់គ្រងធុរកិច្ចហើយជាមួយនឹងទេសចរដែលយើងមានជំនាញទីផ្សារយើងមានជំនាញគ្រប់គ្រងធុរកិច្ចសេដ្ឋកិច្ចយើងមានជំនាញធនាគារបាទហើយមួយមហាវិទ្យាល័យទៀតគឺមហាវិទ្យាល័យវិស្វកម្មដែលយើងនិងស្ថាបត្យកម្មដែលយើងមានជំនាញវិស្វកម្មសំណង់ស៊ីវិលយើងមានជំនាញស្ថាបត្យកម្មហើយនិងជំនាញមួយទៀតគឺវិស្វកម្មមេកាត្រូនិកគូបញ្ជាក់ថាសាកលវិទ្យាល័យទួនហ្វាបានរៀបចំកម្មវិធីនេះ5លើករួចមកហើយដោយនឹងបន្តទៅវិទ្យាល័យផ្សេងទៀតក្នុងរាជធានីភ្នំពេញកណ្ដាលកំពង់ស្ពឺនិងតាកែវជាដើម
សាកលវិទ្យាល័យទួនហ្វាស្ថិតក្រោមចំណុះសមាគមនិកាយចិនទាជាវកម្ពុជានិងមានប្រវត្តិយូរអង្វែងជាង112ឆ្នាំក្នុងការបណ្ដុះបណ្ដាលភាសាចិននិងចំណេះដឹងទូទៅនៅកម្ពុជាការបង្កើតកម្មវិធីនេះជាកិច្ចខិតខំរបស់សាកលវិទ្យាល័យទួនហ្វាក្នុងការជួយគាំទ្រក្នុងវិស័យអប់រំនិងយុវជនក្នុងកម្រិតឧត្តមសិក្សាដល់យុវជនកម្ពុជា ធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69